រោគសញ្ញានៃការស្ទះសរសៃឈាមខួរក្បាលមានដូចជាការទន់មួយចំហៀងខ្លួនឬក៏ស្លាប់មួយចំហៀងខ្លួនការវិកមុខឬក៏ទាញមុខមកចំហៀងអីចឹងឬក៏ធ្លាក់មុខមួយចំហៀងហើយពេលខ្លះអ្នកជំងឺអាចបាត់បង់លំនឹងនៃការដើរឬក៏ឈរលេងនឹងមួយទៀតគឺពេលខ្លះអ្នកជំងឺអាចមានការឈឺក្បាលវិលមុខតិចៗថាតើជំងឺស្ទះសរសៃឈាមខួរក្បាលហើយនឹងការដាច់សរសៃឈាមខួរក្បាលហ្នឹងដូចគ្នាឬក៏ខុសគ្នាលោកគ្រូជំងឺស្ទះសរសៃឈាមខួរក្បាលនិងជំងឺដាច់សរសៃឈាមខួរក្បាលជាជំងឺពីរដាច់ដោយឡែកពីគ្នាក៏ប៉ុន្តែវាកើតនៅលើខួរក្បាលសម្រាប់ជំងឺស្ទះសរសៃឈាមខួរក្បាលជាស្ថានភាពមួយដែលសរសៃឈាមទៅចិញ្ចឹមខួរក្បាលរបស់យើងវាមានកំណកវាមានស្ទះនៅកំណកខ្លាញ់ឬក៏កំណកឈាមដែលបណ្ដាលឲ្យមានខ្វះឈាមការខ្វះឈាមទៅចិញ្ចឹមខួរក្បាលធ្វើឲ្យសាច់ខួរក្បាលខូចឬក៏ស្លោកអញ្ចឹងណាដែលឡែកជំងឺដាច់សរសៃឈាមខួរក្បាលគឺជាយន្តការនៃការសរសៃឈាមរបស់យើងវាដាច់ជំងឺធ្វើឲ្យមានការហូរឈាមនៅក្នុងខួរក្បាលដែលធ្វើឲ្យចេញជារោគសញ្ញាដែលហៅថាជំងឺដាច់សរសៃឈាមខួរក្បាលហ្នឹងឯងចាលោកគ្រូទាក់ទងទៅនឹងជំងឺស្ទះសរសៃឈាមខួរក្បាលផងដែរចង់ដឹងថាតើមុននឹងឈានទៅដល់ការស្ទះសរសៃឈាមខួរក្បាលហ្នឹងតើជំងឺនឹងមានបង្ហាញរោគសញ្ញាណាមួយដើម្បីយើងបានដឹងមុនអញ្ចឹងលោកគ្រូថាតើមានជារោគសញ្ញាឬក៏យ៉ាងណាដែរជាទូទៅសម្រាប់ជំងឺស្ទះសរសៃឈាមខួរក្បាលបើឲ្យចេញជារោគសញ្ញាឲ្យយើងដឹងមុនតិចៗគឺអត់មានទេវាស្ងាត់ស្ងៀមក៏ប៉ុន្តែបើចេញជារោគសញ្ញាអ្នកជំងឺគាត់មានស្ទះសរសៃឈាមខួរក្បាលតែម្ដងរោគសញ្ញានៃការស្ទះសរសៃឈាមខួរក្បាលមានដូចជាការទន់មួយចំហៀងខ្លួនឬក៏ស្លាប់មួយចំហៀងខ្លួនការវិកមុខឬក៏ទាញមុខមកចំហៀងអីចឹងឬក៏ធ្លាក់មុខមួយចំហៀងហើយពេលខ្លះអ្នកជំងឺអាចបាត់បង់លំនឹងនៃការដើរឬក៏ឈរលេងនឹងហើយពេលខ្លះយើងក៏អាចជួបស្ថានភាពមួយចំនួនដូចជាអ្នកជំងឺបាត់បង់កំហើញបាត់បង់ម្ខាងឬក៏បាត់បង់ទាំងសងខាងតែម្ដងបាទហើយមួយទៀតគឺពេលខ្លះអ្នកជំងឺអាចមានការឈឺក្បាលវិលមុខតិចៗចាក៏ជាជំងឺការស្ទះសរសៃឈាមខួរក្បាលដែរក៏ប៉ុន្តែវាអាចមានតិចតួចអញ្ចឹងណានៅក្នុងដំណាក់កាលនេះបើសិនជាករណីថាគាត់នៅចិត្តមន្ទីរពេទ្យអីចឹងលោកគ្រូថាតើការសង្គ្រោះហ្នឹងគឺអាចសង្គ្រោះទាន់ពេលវេលាដែរទេឬក៏មិនដែរលោកគ្រូបើសិនបើអ្នកជំងឺមានការចេញជារោគសញ្ញានៃការស្ទះសរសៃឈាមខួរក្បាលដូចខ្ញុំជំរាបជូនខាងលើបើសិនបើគាត់ទៅមន្ទីរពេទ្យលឿនគេថាជាភាសាបច្ចេកទេសគេហៅ goal time ហ្នឹង goal time ថាជាពេលវេលាមួយដែលសម្រាប់ជួយសង្គ្រោះឲ្យអ្នកជំងឺផុតពីពិការភាពគឺ6ម៉ោងដើម្បីគេចាក់ថ្នាំរំលាយអាកំណកឈាមឬក៏កំណកខ្លាញ់ហ្នឹងដើម្បីជួយឲ្យសរសៃឈាមខួរក្បាលវិលត្រឡប់មកភាពធម្មតាវិញចាអរគុណច្រើនលោកគ្រូសម្រាប់ការបញ្យល់យ៉ាងក្បោះក្បាយហើយខ្ញុំជឿជាក់ថាបងប្អូនដែលកំពុងតែតាមដានទស្សនាបងប្អូនប្រហែលជាបានយល់កាន់តែច្រើនពាក់ព័ន្ធទៅនឹងជំងឺស្ទះសរសៃឈាមខួរក្បាលដូច្នេះបើសិនជាបងប្អូនទស្សនាវីដេអូចប់បងប្អូននៅមានចម្ងល់បងប្អូនអាចធ្វើការសាកសួរនៅខាងក្រោម comment បានចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាហើយជួបគ្នាជាមួយនឹងនាងខ្ញុំក៏ដូចជាលោកវិជ្ជបណ្ឌិតនៅវីដេអូក្រោយ